សិវយាននឹងអ្នកដទៃទៀតបានទៅតាមជាយានទៅដល់វេទិកាបុរាណមួយព្រមទាំងប្រទះឃើញនៃការស្លាប់នៃនិក្រិតព្រមទាំងមយុរាពីបុរាណបន្ទាប់ពីធ្វើការប្រកួតនៅទីនោះថែមទាំងបានប្រទះឃើញនៅផ្លែឈើដើមកំណើតមយុរានិក្រិតតែទន្ទឹមនឹងនោះក៏ត្រូវបានប្រឈមមុខទៅនឹងកុលសម្ព័ន្ធមយុរាបិសាចមេឃាសមរភូមិដ៏សន្ធោសន្ធៅរវាងភាគីទាំងសងខាងក៏ចាប់ផ្ដើមផ្ទុះឡើងនៅក្នុងពេលនោះជាយានក៏បានកោះហើយនៅព្រលឹងបុព្វបុរសនៃនិក្រិតបុរាណថៃស៊ូព្រមទាំងបានផ្ដួលនៅព្រលឹងបុព្វបុរសមយុរាបុរាណជាហេតុធ្វើឲ្យជាយានទទួលបាននៅផ្លែឈើដើមកំណើតមយុរានិក្រិតបន្តមកក៏បានទៅស្វែងរកនៅគម្ពីរស្នេហ៍ប្រយុទ្ធកម្រិតឋានសួគ៌តែមិននឹកស្មានថាប្រទះឃើញនៅសត្វចម្លែកថ្នាំដ៏កម្ររកមានទៅវិញពេលនោះនារីអាចកំបាំងដែលបានវាយប្រហារទៅកាន់ក្តឹបនាគកាលពីមុនបង្ហាញខ្លួនម្ដងទៀតស្វាគមន៍អ្នកគុណនិយមគ្រប់ខាងគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងប្រយុទ្ធទៅកាន់មេឃារដូវកាលទី5ដែលជាភាគទី137របស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយនារីអាចកំបាំងបានបង្ហាញខ្លួនព្រមទាំងដណ្ដើមយកនៅសត្វចម្លែកថ្នាំទៅតែអាកូនខ្លះឃ្មុំនឹងវាគឺព្យាយាមរើមិនសុខចិត្តនោះឡើយស៊ីវយានឃើញហើយក៏បាននិយាយថាគឺជានាងទៀតហើយក្តឹបនាគក៏បានចង្អុលទៅថាពិតជាប្រហើនដែលហ៊ានបង្ហាញខ្លួនម្ដងទៀតនៅទីនេះសងចាន់ក៏ចង់ចេញមុខទៅទប់ទល់ថាមិនចាំបាច់និយាយច្រើនជាមួយនាងនោះទេតែស៊ីវយានរបស់យើងក៏បានខាត់លើកនេះរៀងត្រឹមត្រូវបន្តិចហើយចេះចរចាសិនប្រាប់ឲ្យនាងប្រគល់នៅសត្វចម្លែកថ្នាំត្រឡប់មកវិញហើយរឿងដែលកើតឡើងកន្លងមកគឺបំភ្លេចចោលនាងក៏បានទុកនៅសត្វចម្លែកថ្នាំនេះក៏ដូចជាប្រាប់ថាកុំនិយាយអត់បានការបើសិនជាចង់ចាត់ការនោះប្រញាប់ឡើងទៅរួចប្រាប់ប្រាណនៅធម្មពលរបស់នាងបញ្ចេញនៅមនុស្សជាច្រើនគ្រប់គ្នាក្រោយពីបានឃើញក៏មានភាពភ្ញាក់ផ្អើលផងដែរស៊ីវយានបានសម្លឹងទៅកាន់ភ្នែករបស់ពួកគេដឹងហើយបើទោះបីជាពួកគេគឺត្រូវបានគ្រប់គ្រងតែគ្រប់គ្រងបានតែរាងកាយនោះទេមនសិការរបស់ពួកគេគឺនៅអាចដឹងមធ្យោបាយរបស់នារីម្នាក់នេះគឺពិតជាចម្លែកខ្លាំងណាស់មួយឈិនលន់ក៏ដឹងថាពួកគេគឺសុទ្ធតែមកពីក៏សម្ព័ន្ធពោះថ្លាន់នរកទាំង9ប្រទេសធានហួននិយាយបន្តក៏មានជាងខ្លាំងកម្រិតទី9 2នាក់ដែរនារីអាចកំបាំងពេលនេះក៏បានបញ្ជាឲ្យគ្នារបស់នាងទៅចាត់ការស្របពេលដែលពួកគេសម្រុកចូលមកគ្នារបស់ស៊ីវយានជាពិសេសគឺជាសងច័ន្ទសម្រុកទៅមុនគេមើលទៅកាន់ការប្រយុទ្ធលោកនេះគឺពិតជាមិនធម្មតាឈិងលន់ប្រើនៅខ្លោយដើម្បីរារាំងនៅសកម្មភាពរបស់អ្នកទាំងពីររួចហើយប្រញាប់ចាត់ការស៊ីវយានរបស់យើងឥឡូវគឺកាន់តែមិនធម្មតារកការវិប្រហាម្ដងស្ទើរតែផ្ទុះបែកនៅលំហនារីអាចកំបាំងដោយឃើញថានេះមិនមែនជាដៃគូរបស់ពួកគេហើយក៏ប្រញាប់គេចចេញក្តឹបនេះគ្រូលេខទៅឃើញភ្លាមថាវិវហើយនាងរត់គេចស៊ីវយានខណៈពេលដែលកំពុងតែសម្លឹងមើលក៏ត្រូវបានរតិឆាទាំងនេះសម្រុកចូលវាប្រហាតែមិនថាយ៉ាងណានោះទេគាត់នៅតែប្រើប្រាស់នៅលបឿនដ៏លឿនមកតាមមកដល់ទីនេះហាក់បីដូចជាមិនឃើញតែបន្ទាប់ពីមើលចុះមើលឡាបានឃើញហើយប្រានៅជំហានញ៉ាយស្រីទាំង3000របស់គាត់ព្រមទាំងនិយាយហើយជិះត្រឹមឲ្យឆាលីចង់ប៉ុណ្ណឹងមួយអាគូផងឃើញនៅលបឿនរបស់ស៊ីវយាននាងដឹងថាគឺពិតជាលឿនខ្លាំងណាស់តែមួយផ្លែស៊ីវយានរបស់យើងក៏បានទៅទាន់ស្ទុះទៅចាប់តែនាងក៏បានគេចផុតព្រមទាំងទាត់មកកាន់ស៊ីវយានមួយជើងអ្នកក្លាហានរបស់យើងបន្ទាប់ពីរងជាប់ចាប់ជើងជាប់មានធ្វើអ្វីទៀតគឺក្រៅទៅពីក្រវីបោកនារីអាចកំបាំងម្នាក់នឹងប្រញាប់ទប់ខ្លួនរួចហើយសម្រុកចូលធ្វើការវិប្រហាសាជាថ្មីអ្នកទាំងពីរប្រយុទ្ធគ្នាលបឿនលឿនដូចជារន្ទះធ្វើការវិប្រហាលេចកើតជើងត្បូងឆ្វេងស្ដាំលើក្រោមស៊ីវយាននៅពេលនេះក៏ចាប់ផ្ដើមប្រើប្រាស់នៅស្នេហ៍កម្ពុជារបស់គាត់ដែលគឺជាត្រាបើកភ្នំឃើញនៅស្នេហ៍ត្រាបាត់ដៃដ៏ធំមួយនេះហើយនារីអាចកំបាំងក៏ចាប់ផ្ដើមគេចចេញប្រើប្រាស់នៅស្នេហ៍របស់នាងបើកនៅធម្មពលខែការពារតែមិនថាយ៉ាងណាមួយដៃរបស់ស៊ីវយានគឺប្រេះបែកនៅលំហជាហេតុធ្វើឲ្យសម្បីតែមួកនឹងក៏ត្រូវរបូតចេញស្របពេលដែលឃើញនាងធ្លាក់ចុះមកខាងក្រោមស៊ីវយានប្រើប្រាស់នៅជំនាញរន្ទះទាំង3000ទៅតាមព្រមទាំងបញ្ចេញនៅដៃយៈខ្មៅធ្វើការវិប្រហាចេញទៅពេញមួយដំហឹងនាងបានយកនៅដៃរងមកដល់ឲ្យធម្មពលផ្ទុះឡើងយ៉ាងខ្លាំងក្លារួចហើយស៊ីវយានក៏នៅតែសួរថានៅតែមិនព្រមប្រគល់ឲ្យទៀតមែនទេព្រោះយានគឺពិតជាលំអៀងបើសិនជាមនុស្សប្រុសអត់និយាយច្រើនដូចនេះនោះឡើយនារីអាចកំបាំងប្រាប់ថាយកសពទៅបណ្ដាលឲ្យស៊ីវយានប្រាប់ឲ្យថានាងគឺពិតជាជជែកដូច្នេះប្រើប្រាស់នៅកម្លាំងបន្ថែមបណ្ដាលឲ្យនាងខ្ទាតទៅខាងក្រោយរួចហើយស៊ីវយានក៏នៅតែបន្តសម្រុកចូលធ្វើការវាយប្រហារនារីអាចកំបាំងបន្តពីហោះឡើងទៅខាងលើស៊ីវយានក៏បានទៅតាមអ្នកទាំងពីរនៅតែបន្តប្រយុទ្ធលឿនលឿនដូចជារន្ទះផ្ទុះពេញណាពេញណីទៀតហើយខណៈពេលដែលនាងនៅតែចង់រត់គេចស៊ីវយានស្កាត់មុខព្រមទាំងប្រើប្រាស់នៅស្នេហ៍រលកលាវហើរបស់គាត់ស្នេហ៍វាយប្រហារដ៏ខ្លាំងក្លានេះនាងក៏មិនមែនជាដៃគូរបស់ស៊ីវយាននោះទេបន្តពីផ្ទុះអាវុធរងសាជាថ្មីម្ដងទៀតធ្វើឲ្យធម្មពលផ្ទុះហើយផ្សែងជោគពីពេញនឹងផ្សែងខ្មៅត្រូវបានរសាត់យើងបានឃើញនាងខ្ទាតចេញរីឯស៊ីវយាននៅតែបន្តសម្រុកចូលប្រើប្រាស់នៅកណ្ដាប់ដៃរបស់គាត់វាយប្រហារឲ្យនាងខ្ទាតចេញទៅយ៉ាងឆ្ងាយមួយដៃនេះនាងត្រូវរបួសចុះមកដល់ខាងក្រោមវិនាទីនោះស៊ីវយានរបស់យើងបង្ហាញខ្លួនយាននៅដៅយៈខ្មៅកាប់មកទៀតហើយដូច្នេះហើយនាងគឺមានតែប្រើប្រាស់នៅស្នៀតកែភ្នែកបិសាចគ្រប់គ្រងរាងកាយស្នៀតមួយនេះបណ្ដាលឲ្យអ្នកក្លាហានស៊ីវយានរបស់យើងវិញ្ញាណរបស់គាត់គឺត្រូវបានជាប់ឃុំនៅខាងក្នុងសម្លឹងឡើងទៅខាងលើមើលទៅធម្មពលរបស់នាងក៏ដូចជាកែភ្នែកដ៏ធំមួយគូនេះរអ៊ូហើយថាចង់គ្រប់គ្រងនៅព្រលឹងរបស់ខ្ញុំផងទៅវឹកហាត់10ឆ្នាំទៀតទៅរួចប្រើប្រាស់នៅធម្មពលរបស់គាត់នៅពេលនេះអណ្ដាតភ្លើងដ៏សន្ធោសន្ធៅក៏ចាប់ផ្ដើមហោះឡើងមកខាងលើរួចហើយស៊ីវយានធ្វើការដុតបំផ្លាញនៅខាងក្រៅស៊ីវយានបន្ទាប់ពីគ្រប់គ្រងរាងកាយខ្លួនឯងបានសាជាថ្មីកាន់នៅដៃយៈខ្មៅអមទៅដោយជំហានរន្ទះទាំង3000សម្រុកចូលធ្វើការខ្វាយនៅរាងកាយរបស់នាងផ្ទុះទាំងបណ្ដាលឲ្យនៅពេលនេះធ្លាក់ចុះមកដល់ខាងក្រោមសម្បីតែរបាំងមុខនឹងក៏របូតចេញចុះមកដល់ខាងក្រោមខ្ជុងដៅជាប់សួរថាឥឡូវនេះអាចប្រកូននៅសត្វចម្លែកថ្នាំឲ្យខ្ញុំវិញបានហើយមែនទេនាងបានងើយមុខឡើងប្រាប់ថាកុំសង្ឃឹមឲ្យសោះខណៈពេលដែលកែភ្នែកពុះពេញទៅដោយពន្លឺស៊ីវយានក៏ស្រាប់តែបាននឹកឃើញហើយថានាងតាមពិតទៅគឺជាក្មេងស្រីដែលគាត់ធ្លាប់ស្គាល់ហើយនាងថាគឺជាពស់ប្រស្រីផ្កា3តែនាងគឺជាហើយស៊ីវយានក៏នឹកឃើញឈ្មោះរបស់នាងគឺជាឈីនលីនក្រោយពីលើដូច្នេះនាងក៏ភ្ញាក់ផ្អើលណាស់ដែរសួរទៅកាន់ស៊ីវយានថាមិនបានជាលោកស្គាល់ឈ្មោះរបស់ខ្ញុំចឹងស៊ីវយានក៏ភ្ញាក់ផ្អើលថាគឺពិតជានាងមែនព្រមទាំងប្រាប់ថានាងល្អិតលែងចំណាំបងប្រុសម្នាក់នេះបានទៀតហើយមែនទេអញ្ចឹងនាងក៏គួរតែចាំនៅដៅធំមួយនេះដែរសួរទៅនាងថានៅចាំបានវាខ្សាច់តាកនៅក្នុងអាណាចក្រជេម៉ាដែរឬអត់ព្រមទាំងក្រុមមេគុនត្រេងម៉ូធីថនក្រោយពីលើដូច្នេះឈីនលីននាងក៏ចាប់ផ្ដើមនឹកឃើញហើយនៅគ្រា
មួយនោះកំឡុងសង្ហាសៀវយានការដែលគាត់នៅប្រាស្លាប់ពពកពណ៌ស្វាយនៅឡើយបានជួយសង្គ្រោះនាងព្រមទាំងជួយនាងចាត់ការនៅមនុស្សដែលធ្វើបាបឃើញស្រកាលើដៃដែលគ្រប់គ្នាស្អប់ខ្ពើមអ្នកក្លាហានសៀវយានរបស់យើងយល់ថាវាគឺពិតជាគួរស្រឡាញ់ខ្លាំងណាស់ប្រាប់នាងទៀតថាកុំឲ្យខ្វល់អំពីកែភ្នែករបស់អ្នកដទៃនាងក៏មិនមែនរស់នៅដើម្បីអ្នកណាម្នាក់នោះឡើយនាងគឺរស់នៅដើម្បីខ្លួនឯងកាត់មកដល់បច្ចុប្បន្ននាងចងចាំហើយសៀវយានថាគឺជាលោកម្ចាស់តូចសៀវយានគឺពិតជាលោកម្ចាស់ពិតមែនអ្នកក្លាហានរបស់យើងនិយាយថានៅទីបំផុតនាងចាំហើយព្រមទាំងជួយទាញនាងឡើងនិយាយថាខានជួបគ្នាជាច្រើនឆ្នាំក្មេងស្រីម្នាក់នេះពេលនេះគឺធំដឹងក្តីហើយមើលទៅកាន់ឈិនលិនពេលនេះគឺចាប់ផ្ដើមបារម្ភសួរទៅកាន់លោកម្ចាស់សៀវយានមានរបួសដែរទេគាត់បានប្រាប់ថាមិនអីនោះទេហើយគាត់រៀងធ្ងន់ដៃបន្តិចហើយមុននេះបញ្ចេញថ្នាំមួយគ្រាប់ឲ្យនាងព្យាបាលរបួសសិនទៅឈិនលិននៅពេលនោះនាងក៏ស្រាប់តែនឹកឃើញចឹងហើយប្រញាប់ប្រើប្រាស់នៅវេទមន្តជាហេតុបណ្ដាលឲ្យសៅយីសៀនក្តាប់នាគព្រមទាំងអ្នកដទៃទៀតវាយខ្យល់ពេលពេញហ្នឹងក្តាប់នាគគឺពិតជាឆ្ងល់មែនទែនសៅយីសៀនប្រាប់ថាវិវោហើយប្រញាប់ទៅស្វែងរកនៅសៀវយានភ្លាមក៏លេទៅកាន់ឈិនលិននៅតែប្រាប់សៀវយានថានាងសំតែស្លាប់ក៏គួរតែអាចចំណាំបានសៀវយានជាយូរណាស់មកហើយមិនត្រឹមតែមិនចាំនោះទេថែមទាំងវិប្រហារទៀតសៀវយានប្រាប់ថាមិនមែនជាកំហុសរបស់នាងទេព្រោះថាពួកយើងខានជួបគ្នាឲ្យជាច្រើនឆ្នាំវាជារឿងធម្មតាដែលនាងមិនអាចចាំបានស្របគ្នានៅសៅយីសៀនជាមួយនឹងអ្នកដទៃទៀតក៏បានមកដល់ចូលមកដល់ខាងក្រោមហើយក្តាប់នាគជាងអល់ផ្លែតែម្ដងថាដណ្ដើមរបស់ហើយរត់គេចគឺពិតជាមិនចេះអៀនខ្មាស់មែនសៅយីសៀនសួរទៅកាន់សៀវយានថាមិនអីទេមែនអត់អ្នកក្លាហានរបស់យើងក៏គួររីក្បាលរួចហើយចង់ចាត់ការតែសៀវយានមិនចង់ឲ្យម្ចាស់ដីក្រោយផ្ទះឆ្លោះគ្នានោះទេអញ្ចឹងហើយក៏បានប្រាប់ថាទាំងអស់នេះគឺជារឿងយល់ច្រឡំឈ្មោះរបស់នាងគឺជាឈិងលិនគឺជាមិត្តដែលគាត់បានជួបនៅអាណាចក្រចេម៉ាកាពីមុនជាយានមិនសុខចិត្តនោះទេក៏ព្រោះថាថ្ងៃមុននោះនាងគឺព្យាយាមគ្រប់គ្រងខ្ញុំឈិងលិនក៏បានប្រាប់ហើយគឺពិតជាសុំទោសនាងយល់ច្រឡំឃើញតូចស្មានថាជាក្តាប់ពោះអ្នកណាដឹងថាគឺជាក្តាប់នាគទៅតែបើទោះបីជាហេតុផលនេះក៏ជាយាននៅតែខ្មើដដែលរួចហើយប្រាប់ថាមិនអីនោះទេក៏ដោយសារតែនាងគឺជាមិត្តភក្តិរបស់សៀវយានលើកលែងឲ្យទៅចោះមិនប្រកាន់ទៀតនោះទេសៀវយានបន្ទាប់ពីញញឹមរួចហើយក៏បានសួរពីដំណើររឿងរ៉ាវរបស់នាងបន្ទាប់ពីទៅតាមមនុស្សសំណាក់ធានសឹកតែពួកគេមើលថែនាងល្អដែរទេនាងប្រាប់ហើយថាពួកគេគឺពិតជាធ្វើល្អដាក់នាងព្រមទាំងចង់ឲ្យនាងខ្លាចទៅជាម្ចាស់វិមានធានសឹកបន្តទៀតផងហើយពួកគេគឺមិនត្រឹមតែជួយមើលថែនាងនោះទេថែមទាំងបង្ហាត់នូវស្នេហ៍សម្ងាត់កំពូលនៅក្នុងបកឲ្យនាងទៀតផងតែបន្ទាប់មកពួកគេបែរជាចង់ឲ្យនាងរៀបការជាមួយនឹងកូនប្រុសច្បងនៃម្ចាស់វិមានមុននាងមិនចង់នោះទេដូច្នេះក៏បានរត់គេចមកកាន់អាណាចក្រចេម៉ាវិញក៏ប៉ុន្តែរឿងរ៉ាវគ្រប់យ៉ាងគឺបានផ្លាស់ប្ដូរទៅហើយបន្ទាប់ពីដឹងថាលោកម្ចាស់តូចសៀវយាននៅក្នុងចុងជើនាងក៏បានតាមមកដល់ទីនេះតែចុងជើគឺពិតជាធំពេកហើយចង់ស្វែងរកនៅមនុស្សម្នាក់ប្រៀបបានដូចជាស្វែងរកមេជុលក្នុងបាតសមុទ្រដូច្នេះហើយនាងគឺមានតែអាចធ្វើដំណើរបណ្ដាស្វែងរកនៅសៀវយានបណ្ដារួចហើយក៏បានប្រកូននៅសត្វចម្លែកថ្នាំទៅឲ្យសៀវយានវិញមើលទៅកាន់អាខ្លាឃ្មុំថ្នាំនឹងទៅមិនខុសអំពីជីជាតិនោះទេពេលនេះស្រឡាញ់សៀវយានពេញបេះដូងសៀវយានក៏បានសួរអំពីហេតុផលដែលនាងត្រូវការនៅសត្វចម្លែកថ្នាំនេះនាងបានប្រាប់ក៏ព្រោះតែស្ដាប់ឮគេនិយាយថាឈាមនៃសត្វចម្លែកថ្នាំគឺអាចបន្សាបនៅជាតិពឹសគ្រប់ប្រភេទមូលហេតុនេះហើយបានជានាងមកស្វែងរកឮថាបន្សាបពឹសសៀវយានចាប់ផ្ដើមបារម្ភផ្លែតែម្ដងសាច់រឿងពេលនេះក៏បានបង្ហាញឲ្យឃើញនៅទីតាំងមួយទៀតឃើញថាជើងខ្លាំងដែលដឹកនាំដោយព្រឹទ្ធាចារ្យក៏សម្ព័ន្ធមីយូរ៉ាក៏បានមកដល់ទីនេះលេខជនជឿនឹងគ្នាក៏មកដូចគ្នាដឹងថាត្រាមួយនេះមិនតាន់បើកនៅឡើយមើលទៅពួកគេគឺត្រូវរងចាំមួយរយៈនៅមកខាងទៀតយើងក៏បានឃើញនៅពីងហឺជាមួយនឹងមនុស្សក្នុងចលងរបស់គេបន្ទាប់មកក៏ជាវត្តមានរបស់ថងឈិនជាមួយកូនស្រីសំណប់ចិត្តរបស់គាត់ក៏ដូចជាកូនចៅដទៃទៀតនៅចលងអណ្ដាតភ្លើងឆាបឆេះព្រឹទ្ធាចារ្យទាំងនេះឃើញគ្នាហើយបានត្រឹមតែដាក់គ្នាទៅវិញទៅមកខាងហួរងើងឆ្ងល់ហើយហេតុអ្វីបានជាមិនឃើញបងប្រុសសៀវយានចឹងឪពុករបស់នាងប្រាប់កុំឲ្យបារម្ភអីជាមួយនឹងសមត្ថភាពរបស់សៀវយានមិនគួរមានអ្វីកើតឡើងនោះទេក្លែងមកកាន់អ្នកក្លាហានសៀវយានបន្ទាប់ពីជួយពិនិត្យដល់ឈិងលៀងក៏ងើងឆ្ងល់តើវាគឺជាប្រភេទពឹសអ្វីទៅមិនបានជាត្រជាក់ខ្លាំងម្ល៉េះនាងប្រាប់ថាវាគឺជាអតិរេជពស់ថ្លានឋាននរកនៃកុលសម្ព័ន្ធពស់ថ្លានឋាននរកនោះឯងវាគឺជាជាតិពឹសដ៏ខ្លាំងក្លាលេខ1នៅក្នុងពិភពលោកពួកគេនិយាយថាគ្មាននៅថ្នាំបន្សាបនោះទេសៀវយានក៏ងើងឆ្ងល់ហើយហេតុអ្វីបានជានាងមានបញ្ហាជាមួយនឹងមនុស្សទាំងនោះទៅឈិងលៀងប្រាប់ក៏ដោយសារតែពួកគេធ្វើបាបនាងមុនពេលដែលនាងមកដល់នៅដែនដីសត្វចម្លែកគឺគ្រាន់តែចង់ខ្ចីនៅប្រស្រ័យផ្កាបីនៃពស់ដើម្បីគ្រប់គ្រងនៅបិសាចពស់ធម្មតាដើម្បីការពារខ្លួនឯងនៅក្នុងចុងជើតែក៏មិននឹកស្មានថានៅតាមផ្លូវព្រឹទ្ធាចារ្យដទៃទៀតដែលមាននៅកម្រិតទី9មកពីកុលសម្ព័ន្ធពស់ថ្លានមីងនរកទាំង9ចំណាំនៅសមាជិកភាពរបស់នាងបានប្រឈមមុខជាមួយនឹងពួកគេនាងក៏បានធ្វើពុតជាស្លាប់នៅពេលដែលពួកគេមិនបានប្រុងប្រយ័ត្នក៏បានប្រើប្រាស់នៅធម្មពលគ្រប់គ្រងពួកគេតែក៏មិននឹកស្មាននោះទេថានៅពេលនោះនាងមានរបួសយ៉ាងខ្លាំងព្រមទាំងបណ្ដាលឲ្យជាតិពឹសអតិរេជពស់ថ្លានចូលដល់បេះដូងលើពីនេះទៅទៀតនៅពេលដែលព្រឹទ្ធាចារ្យម្នាក់នោះត្រឡប់ទៅដល់កុលសម្ព័ន្ធវិញហើយក៏បានបញ្ជូននៅជើងខ្លាំងរាប់មិនអស់តាមប្រមាណនាងគឺគ្មានជំរឿននោះទេដូច្នេះគឺមានតែសម្លាប់នៅមនុស្សដែលតាមនាងតែប៉ុណ្ណោះក៏ដូចជាបានគ្រប់គ្រងពួកគេទាំងអស់ក្តាប់អ្នកនិយាយហើយថាកែភ្នែកផ្កាប្រស្រី3គឺអាចគ្រប់គ្រងនៅពស់ទាំងឡាយវាគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់មិនងើយឆ្ងល់នោះទេហេតុអ្វីបានជាពួកគេចង់ចាប់នាងសៅយីសៀនដើរចូលមកនិយាយថាបើទោះបីជាជាតិពឹសនៃអតិរេជពស់ថ្លាននេះខ្លាំងក៏ដោយក៏ប៉ុន្តែមិនមែនមិនអាចទៅរួចដើម្បីកម្ចាត់វានោះទេរីឯឈាមនៃសត្វចម្លែកថ្នាំនេះគឺមិនគ្រប់គ្រាន់ដើម្បីបណ្ដេញជាតិពឹសនៅក្នុងខ្លួនរបស់នាងបាននោះឡើយលើដូច្នេះហើយឈិងលីនក៏បានភ្ញាក់ផ្អើលខណៈពេលដែលសៀវយានប្រាប់ថានេះគឺជាសៅយីសៀនថ្នាក់ដឹកនាំនៃបកពឹសឲ្យតែនាងប្រាប់ថាអាចបន្សាបបានហើយនោះគឺច្បាស់ជាគ្មានបញ្ហានោះទេឈិងលីនក៏បានអរគុណទៅដល់បងស្រីសៅយីសៀនព្រមទាំងលោកម្ចាស់តូចសៀវយានរីឯអ្នកខ្លះរបស់យើងក៏បានប្រាប់ថាគាត់គឺនឹងស្វែងរកនៅមធ្យោបាយជួយកម្ចាត់នៅជាតិពឹសខណៈពេលនេះហើយនាងបន្តដំណើរជាមួយនឹងពួកគាត់ទៅឈិងលីនបន្ទាប់ពីយកស្របរួចហើយទុកនៅកូនចៅរបស់នាងវិញព្រឹទ្ធាចារ្យធានហួរសរសើរហើយថាប្រស្រីផ្កា3នៃពូបេតងគឺពិតជាស័ក្តិសមទៅនឹងគេឈ្មោះមែនគឺពិតជាអស្ចារ្យខ្លាំងណាស់សៅយីសៀននាងក៏យកស្របដូចគ្នាខណៈពេលដែលសៀវយានរបស់យើងបបួលគ្នាឲ្យធ្វើដំណើរបន្តដើម្បីស្វែងរកនៅគម្ពីរប្រយុទ្ធឋានសួគ៌ឈិនលីននៅពេលនោះក៏បានប្រាប់ព្រោះថានាងចៃដន្យគឺបានទទួលផែនទីមួយព្រមទាំងមាននៅទីតាំងនៃសាលថប់ក៏ត្រានៅក្នុងនេះអាចទៅរួចដែលថាគម្ពីរប្រយុទ្ធកម្រិតឋានសួគ៌គឺលាក់បាំងនៅទីនោះអ្នកកលហារបស់យើងប្រាប់ហើយអញ្ចឹងពួកយើង
គឺមានតែត្រូវផ្សងសំណាងតែប៉ុណ្ណោះបែរសមងក្រោយមកស៊ីវយិនដឹកនាំគ្នាមកដល់នៅទីនេះហើយឡៃជន់ចើក្រឡេកទៅឃើញភ្លាមដល់ដង្ហើមធំផ្លែនស្របពេលដែលព្រឹទ្ធាចារ្យដទៃទៀតក៏ដូចគ្នាក្តាប់នេះរអ៊ូហើយថាអូតែនេះគឺជាសារធំមែនទេស៊ីវយិនបន្ទាប់ពីសម្លឹងមើលភ្លាមនោះក៏ស្រាប់តែបានលើនៅសម្លេងហួអើហើយនៅបងប្រុសស៊ីវយិននៅទីនេះដូច្នេះហើយស៊ីវយិននិងគ្នាក៏បានទៅជួបជុំរាក់តែលោកម្ចាស់ທາງឈិននិយាយថាគឺពិតជាចៃដន្យល្អខ្លាំងណាស់ត្រាទាំងនេះគឺជារលាយឆាប់ៗនេះហើយក៏ប្រហែលជាស្នេហ៍ប្រយុទ្ធកម្រិតឋានសួគ៌ក៏នៅទីនេះអ្នកក្លាហានស៊ីវយិននិយាយទៅកាន់លោកម្ចាស់ທາງក៏ព្រោះថានៅទីនេះគឺមានគម្ពីរដល់ទៅ10ឯណោះតែទាំងអស់នេះគឺសុទ្ធតែជាគម្ពីរប្រយុទ្ធកម្រិតឋានសួគ៌មែនទេທາងឈិនតាមអ្វីដែលគាត់គិតគឺប្រហែលជាមានស្នេហ៍ប្រយុទ្ធកម្រិតឋានសួគ៌ពិតតែមួយតែប៉ុណ្ណោះរីឯអ្នកណាដែលអាចយកនៅគម្ពីរពិតបានវាអាស្រ័យទៅលើសំណាងព្រមទាំងកម្លាំងរៀងៗខ្លួនភ្លាមនោះក៏ស្រាប់តែបានលើនៅសំឡេងមួយមើលទៅយើងមិនបានមកយឺតនោះទេគ្រប់គ្នាក៏រលែកមើលច្រកលំហក៏ត្រូវបានប្រេះបាយពេលនេះយើងក៏បានឃើញនៅវត្តមានមនុស្សមកពីសាព្រលឹងដឹកនាំដោយខ្មោចចាប់ផ្កាយឆៃស៊ីងរអ៊ូហើយសាព្រលឹងក៏បានបញ្ជូនមនុស្សមកទីនេះដែរបន្ទាប់ពីសោយរួចឆៃស៊ីងនិយាយថានៅទីនេះគឺពិតជាអ៊ូអរខ្លាំងណាស់ព្រឹទ្ធាចារ្យមយុរាដឹងថាគឺពិតជាឆៃស៊ីងមែនលេជុនជឿលើកនេះលខោល្អមើលហើយមានពាក្យជាចាំរាមថាសៀវយិនគឺធ្លាប់បានកាត់ដៃមកខាងរបស់ឆៃស៊ីងអ្នកដែលភ្ញាក់ផ្អើលជាងគេគឺជាហ្វឹងឈីងមិននឹងអាចទៅរួចបានទៅមិនថាបើទោះបីជាសៀវយិនខ្លាំងប៉ុណ្ណានោះទេមិននឹងអាចធ្វើបែបនេះបានព្រឹទ្ធាចារ្យមយុរាបើសិនជាបែបនេះមែនក៏មានន័យថាគាត់គឺបានមើលស្រាលទៅដល់សៀវយិនហើយក៏ដោយសារតែពួកគេទាំងពីរមាននៅគំនុំចាស់ដូច្នេះគឺជាឱកាសល្អសម្រាប់ពួកគេយកនៅផ្លែឈើដើមកំណើតមយុរានិក្រីត្រឡប់មកវិញហើយសៀវយិនបន្ទាប់ពីសម្លឹងឃើញនៅដៃរបស់ឆៃស៊ីងនិយាយថាខ្មោចកញ្ចាស់ដៃរបស់លោកពិតជាដោះលឿនណាស់ឃើញភ្លាមភ្ញាក់ផ្អើលផ្លែសៀវយិនឯនៅរស់ទៀតអ្នកក្លាហានរបស់យើងប្រាប់ទៅវិញថាខ្ញុំគឺនៅរងចាំបញ្ជូនឯងទៅឋាននរកទៀតឆៃស៊ីងគេចាប់ដើមសោយហើយថាក្មេងចង្រៃថ្ងៃនេះយើងគឺនឹងយកជីវិតរបស់ឯងបញ្ចេញនៅវត្តរបស់គេមកសៀវយិនមិនខ្ចីខ្លាចដែរចូលទៅសួរថាដៃម្ខាងទៀតនឹងត្រូវការឬអត់ពេលនោះខាងឈិនក៏បានដើរមកជាមួយផងដែរដោយសារតែបែបនេះឆៃស៊ីងគេមិនហ៊ានធ្វើអ្វីប្រេះផ្ដាស់ហើយភ្លាមថាមពលមួយក៏បានសាយភាយពីទីនោះអ្នកក្លាហានគ្រប់គ្នាក៏បានសម្លឹងទៅមើលរីឯត្រាដែលខំនៅគម្ពីរក៏ចាប់ផ្ដើមមាននៅប្រតិកម្មហើយឆៃស៊ីងបានគិតគឺត្រូវតែបញ្ចប់នៅភារកិច្ចដែរម្ចាស់សាលប្រកុលឯកេសិនម្យ៉ាងវិញទៀតមានທາງឈិននៅទីនេះខ្លាចថាមិនអាចចាត់ការលើនៅក្នុងរយៈពេលដ៏ខ្លីនោះទេរួចប្រាប់ទៅកាន់សៀវយិនថាកញ្ចាស់យើងនឹងទៅលេងឯងពេលដែលបញ្ចប់នៅភារកិច្ចហើយសៀវយិនរបស់យើងក៏បានប្រាប់ទៅវិញថាកុំដកគ្រប់ពេលវេលានៅពេលនេះត្រានៃគម្ពីរទាំងអស់ក៏ត្រូវបានប្រេះបាយរីឯគម្ពីរទាំងនេះក៏បានហោះឡើងពីពេញនឹងអ្នកក៏និយមទាំងឡាយបានរត់ទៅស្រវាដណ្ដើមហើយថាគម្ពីរប្រយុទ្ធឋានសួគ៌គឺជារបស់ពួកគេតែនៅពេលនោះចម្លាក់ថ្មទាំងនេះក៏ស្រាប់តែប្រែទៅជាអាយ៉ងសម្រុកចូលតាមប្រមាញ់អ្នកដែលចង់បាននៅគម្ពីរនេះតែម្ដងសៀវយិនប្រាប់ទៅកាន់គ្នារបស់គាត់កុំធ្វើអ្វីប្រេះផ្ដាស់ទៅគាត់ស្វែងរកនៅគម្ពីរប្រយុទ្ធឋានសួគ៌ពិតប្រាកដសិនរួចហើយប្រើប្រាស់នៅធម្មពលវិញ្ញាណរបស់គាត់ខណៈពេលដែលអ្នកក្លាហានទាំងឡាយកំពុងតែដណ្ដើមនៅគម្ពីរសៀវយិនក៏អាចដឹងថានេះក៏ប្រហែលជាគម្ពីរពិតហើយដូច្នេះប្រាប់ថាទុកឲ្យគាត់ជាអ្នកយកគម្ពីររីឯគ្រប់គ្នាជួយគាត់ដើម្បីរារាំងនៅអាយ៉ងទាំងនោះព្រមទាំងជាងខ្លាំងដទៃទៀតផងដែរសាវយសៀនប្រាប់ឲ្យសៀវយិនប្រយ័ត្នផងនៅពេលនេះអ្នកក្លាហានរបស់យើងក៏បានប្រើនៅជំហានរន្ទះទាំង3000របស់គាត់សម្រុកចូលទៅនៅតាមផ្លូវអាយ៉ងធ្វើការរារាំងតែក៏ត្រូវបានសងចាន់វាយបើកផ្លូវឲ្យបន្ទាប់មកសៀវយិនធ្វើដំណើរបន្តសាវយសៀនក៏បានជួយចាត់ការតាមផ្លូវខណៈពេលដែលព្រឹទ្ធាចារ្យធានហួរព្រមទាំងឈៀងលន់ក្តាប់នេះក៏ជួយរារាំងឈៀងលៀនវិញនាងបានបញ្ចេញនៅកូនចៅរបស់នាងពីរនេះឲ្យមកទប់ទល់សៀវយិននៅពេលនេះប្រាស់នៅល្បឿនរន្ទះរបស់គាត់បន្តទៅតាមភ្លាមនោះយើងបានឃើញនៅអ្នកក្លាហានម្នាក់និយាយថាប្រហើនកុំឲ្យល្អិតម្នាក់នេះជោគជ័យអីសោះហើយអាប៉ែមួយហ្នឹងដូចជាធ្លាប់ឃើញមុខតាំងពីរដូវកាលមុនមកម្លេះមើលទៅការស្នេហ៍វាប្រហាររបស់គេសៀវយិននៅតែប្រាស់នៅជំហានរន្ទះទាំង3000របស់គាត់កិច្ចចេញខណៈពេលដែលគេមករារាំងចឹងដោយយក្សខ្មៅរបស់គាត់គឺមានតែដកយកមកប្រើការធ្វើការវាប្រហារចាត់ការនៅកូនចៅរបស់ពួកគេបន្ទាប់មកក្រវិននៅដោយយក្សខ្មៅឆាយធ្វើការប្រយុទ្ធបន្តល្បឿនរបស់គាត់គឺពិតជាលឿនយ៉ាងខ្លាំងធ្វើការប្រឆាំងទប់ទល់ជាមួយនឹងពួកគេហើយផ្សែងជោគពីពេញនឹងទៅហើយខណៈពេលដែលពួកគេភ្លេចខ្លួនផ្សែងខ្មៅរសាត់បាត់ទៅសម្លឹងទៅកាន់សៀវយិនឃើញតែបាត់ដៃវាយពួកគេស្រែកយាយរួចហើយសៀវយិនក៏ប្រញាប់ទៅតាមចាប់នៅគម្ពីរភ្លាមនោះមានអ្នកក្លាហានម្នាក់ទៀតប្រាប់ថាគេចេញពីផ្លូវរបស់យើងភ្លាមទៅពូថៅរបស់គេពូបំបីសៀវយិនគេចេញរួចហើយក៏បានទៅតាមតែគេនៅតែវាប្រហារថាគម្ពីរនេះគឺជារបស់យើងញយដងច្រើនពេកសៀវយិនគឺមានតែបញ្ចេញនៅដៃយក្សខ្មៅរបស់គាត់ថាឯសមនឹងស៊ីនៅនេះជាងមួយស៊ីនេះគេទុកមិនជាប់នោះទេស្រែកពូពេញទៅដោយក្តីឈឺចាប់អ្នកក្លាហានរបស់យើងរត់ទៅតាមបន្តហើយដល់ឡៃក្លេចមកកាន់ជើងខ្លាំងម្នាក់នេះបន្ទាប់ពីដណ្ដើមយកនៅគម្ពីរបានមួយសម្លឹងទៅក៏ស្រាប់តែបានឃើញនៅសៀវយិនចង់ជំរះនៅបញ្ជីចាស់គេក៏បានទៅតាមស្របពេលដែលសៀវយិននៅខាងលើប្រើប្រាស់នៅធម្មពលរបស់គាត់រារាំងនៅគម្ពីររួចហើយប្រើប្រាស់នៅធម្មពលដើម្បីទៅចាប់វាខណៈពេលដែលទាញមកជិតបានទៅហើយក៏ស្រាប់តែនៅពេលនោះមាននៅធម្មពលមួយទៀតមកដណ្ដើមបង្ហាញមកហើយស្រែកថាសៀវយិនហើយសម្រាប់កូនប្រុសរបស់យើងនៅថ្ងៃនេះយើងគឺនឹងកប់ជាមួយឯងហើយតែយើងក៏មិនទាន់ដឹងថាការប្រយុទ្ធរបស់អ្នកទាំងពីរយ៉ាងណាទៀតនៅឡើយសាច់រឿងក៏ត្រូវបានស្លេះទៅត្រឹមនេះដើម្បីកុំឲ្យយប់យន្តសុបិនយូរយើងចូលមកមើលនៅ trailer វគ្គបន្តហើយឃើញថាឈុត highlight ភាគទី138អ្នកក្លាហានទាំងអស់គ្នាក៏បានមើលរួចមកហើយដែលគ្រប់គ្នារួមទាំងសៀវយិនផងកិច្ចចេញអំពីសភាវៈដ៏ចម្លែកមួយនេះចំណែកឯឈុត highlight ភាគទី139យើងក៏នឹងបានឃើញនៅការប្រកួតដ៏រំជួយមេឃក៏គ្រប់គ្រងពីសាជាថ្មីរវាងអ្នកក្លាហានទាំងអស់ខណៈពេលដែលគ្រប់គ្នាកំពុងតែដណ្ដើមយកនៅអ្វីម្យ៉ាងសៀវយិនរបស់យើងក៏បានចេញមកកំដរពួកគេលេងដែរព្រមទាំងប្រើប្រាស់នូវស្នេហ៍កម្ពុជាធ្វើការប្រយុទ្ធជាមួយនឹងឆៃស៊ីងទៀតផងឈុតចុងក្រោយយើងបានឃើញថាសៀវយិនហាក់បីដូចជាជាប់នៅក្នុងកណ្ដាប់ដៃរបស់ឆៃស៊ីងហើយសម្រាប់អ្នកក្លាហានចង់ដឹងកាន់តែច្បាស់គឺមានតែរងចាំតាមដានទស្សនានៅភាពបន្ទាប់ជាមួយនឹង admin នោះទេជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រងគ្រប់បកដែលតែងតែគាំទ្រឲ្យជាស្រ័យបើសិនជាមាននៅកំហុសខុសឆ្គងដរាបណាភ្នំមិនផ្លាស់ប្ដូរទឹកនៅទេហូជួបគ្នានៅក្នុងពិភពគុណបាយបាយ